มัยថ្ងៃនេះស្ថិតនៅក្នុងថ្ងៃពុធ9កើតខែផល្គុនឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវថ្ងៃទី25ខែកុម្ភៈឆ្នាំ2026គណៈពេលនេះខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះព្រះរតនត្រ័យទាំង3មានពុទ្ធពធព្រះសង្ឃនិងសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូធម្មមេចាទុំវចនាសូមចម្រើនពរដល់ស័ក្តិព្រមចារីទាំងអស់នៅក្នុងព្រះពុទ្ធសាសនាចម្រើនពរដល់យោគីវិចរទាំងឡាយឬសិក្ខាកាមទាំងឡាយអ្នកប្រាថ្នានៅកិច្ចប្រតិបត្តិសមាធិអញ្ចឹងអាត្មាភាពជម្រាបជូនតំណាងឲ្យព្រះអង្គគ្រូធម្មមេចាទុំវចនាថាជម្រាបជូនអំពីដំណឹងនៃការបើកវគ្គសមាធិឆ្នាំ2026បងអញ្ចឹងចាប់ពីថ្ងៃសៅរ៍3កើតខែចេតបងរហូតដល់ថ្ងៃ10កើតខែចេតបងត្រូវនៅថ្ងៃបើប្រាំងត្រូវនៅថ្ងៃទី21ដល់28មីនាឆ្នាំ2026សម្រាប់សិក្ខាកាមដែលជាព្រះសង្ឃគឺត្រូវមានឆៃយាហើយនឹងរូបឆៃយាឬសង្ឃដីកាឬអត្តសញ្ញាណប័ណ្ណនិងរូបថត4គុណ6មានបានហើយនឹងជីវោប្រើដូចខ្ញុំកណាត់អាភិបហើយនឹងនិស្ស័យតនៈមុងសមាធិណានឹងសម្រាប់យកមកប្រើប្រាស់កទេលភុយមុងហ្នឹងដាក់សម្រាប់ប្រើប្រាស់ខ្លួនឯងឯសិក្ខាកាមជាប្រសក់ជាបរោះត្រូវកោសក់ប៊ូចឹងត្រូវមានបាតមានជីវោដូចប្រសងដែរហើយត្រូវមានអត្តសញ្ញាណប័ណ្ណចឹងសូមលោកជ័យស័យបវតីស្រីរកតាមានប្រសាសន៍បន្តខ្ញុំកណាសូមបង្អោនកាយថ្វាយអង្គមព្រះរតនត្រ័យដែលមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកនៃខ្ញុំកណានិងសូមអ្នកមាសការដល់ព្រះអង្គធម្មមេចាទុំវចនាហើយនឹងសូមអ្នកថ្វាយអង្គមដល់ព្រះអង្គនិងសូមគោរពដល់ស័ក្តិប្រាំចារីទាំងអស់គ្នាជាទីគោរពកណាសម្រាប់យោគីវិចរដែលខាងនារីគឺតម្រូវឲ្យពេលបើកវគ្គនេះសូមកោសក់ទាំងអស់គ្នាហើយអ្វីដែលត្រូវត្រៀមសម្រាប់នៅពេលចូលវគ្គហ្នឹងត្រូវមានអត្តសញ្ញាណប័ណ្ណរូបថត4x6ហើយត្រូវមានជាមួយនឹងសម្លៀកបំពាក់តម្រូវឲ្យស្លៀកពាក់អាវសដៃវែងកមូលនិងសម្ពុតបត់វែងហើយនឹងកម្មាពានាដែលមានសម្លៀកបំពាក់ដូចជាលោកយាយដែលកំពុងស្លៀកនេះហើយត្រូវមានយកមកជាមួយមានមុងធុដងនិងនិស្ស័យធនៈកម្រាសម្រាប់អង្គុយសមាធិនិងមានមុងភួយកន្ទេលហើយនឹងឆ្នាំងសម្រាប់ដាក់បាយសម្រាប់ពេលដែលអាហារទុដងឆ្នាំងតូចល្មមបានហើយបន្ទាប់មកទៀតហ្នឹងគឺចង់ពេលចូលវគ្គហ្នឹងគឺត្រូវឲ្យតម្រូវឲ្យទូរស័ព្ទដែលអ្នកមានហ្នឹងគឺត្រូវប្រមូលទុកទាំងអស់គ្នានៅពេលដែលចូលវគ្គចាអស់សូមជម្រាបលាសូមបញ្ជាក់សារថ្មីនឹងជ្រើសអនុគ្រោះដល់សិស្សថ្មីកណាគ្រូណាអញ្ចឹងវគ្គហ្នឹងសូមសិស្សថ្មីសិនអនុគ្រោះដល់សិស្សថ្មីអញ្ចឹងសូមយោគីវិចរសិស្សចាស់សូមមេត្តាអនុគ្រោះផងជាស្រ័យដើម្បីអនុគ្រោះដល់សិស្សថ្មីបានរៀនសមាធិផងសូមថ្វាយគុំលានិងសូមចម្រើនពរលាហើយលេខទូរស័ព្ទមួយទៀតលេខទូរស័ព្ទសូមសម្រាប់លេខទូរស័ព្ទសំណាក់តំណងនៅថ្ងៃចូលវគ្គនេះសូមតាក់ទងមកលេខ097 93 9 3 ដង 19ចាចាំលោតលើអេក្រង់ចាំហើយនឹងមានលោតនៅលើអេក្រង់ទូរស័ព្ទ